រឿងប្រែតសំបាយបិណ្ឌយកមកបរិភោគគេទាំងពីរហើយបាយនឹងស៊ីផោដិនស្អែកដល់ថ្ងៃបិណ្ឌមួយហើយតើឯងមានគម្រោងទៅបោះបាយបិណ្ឌអត់សម្លាញ់សម្លាញ់ឯងមិនទៅទេដូនតាឯងមិនមែនជាប្រែតទេវើយសម្លាញ់ជីអានេះមិនមែនតែដូនតាប្រែតបានទៅបោះទេនេះជាទំនៀមទម្លាប់ពីដូនតាយើងហើយណាមួយឯងឮថាស្រីនៅtrongភូមិយើងក៏គេទៅបោះដែរវើយបាននិយាយអញ្ចឹងគ្នាទៅដែរវើយតែកុំញ៉ែអូននីតារបស់អញណាតែសនជារបស់អញហើយវើយកុំរញ៉េរញ៉ៃណាស្អែកឡើងម៉ោងប្រហែលជា4ជាងអ្នកទាំងពីរក៏បានចេញដំណើរទៅវត្តធ្វើដំណើរបណ្ដានិយាយគ្នាបណ្ដាដែលបានដល់ពាក់កណ្ដាលផ្លូវក៏យកបាយបិណ្ឌយកមកបរិភោគចំដិនមិនបានឯងបរិភោគបាយនឹងទៅវិញបាយនឹងទុកសម្រាប់ប្រែតទេអានេះអានេះមានប្រែតពីណាហើយអញហៅបាយពេកក៏យកមួយដុំមកបរិភោគទៅស្រាប់តែនិយាយមិនទាន់ចប់ផងដើមឈើគល់អង្គើបក់បោកឆ្កែក៏លូពេញតាមផ្លូវអ្នកទាំងពីរបានសម្លឹងមើលទៅលើក៏ឃើញប្រែតកំពុងសម្លឹងមកពួកគេទាំងពីរហើយបាយនឹងស៊ីផោហើយបាយនឹងស៊ីផោហើយបាយនឹងស៊ីផោនោះអត់ដឹងអញថាមែនឯងអាសានប្រែតតាអានេះមិនដាក់មេប្រូទៅតោះយើងចាំយើងអ្នកទាំងពីរក៏រត់រហូតទៅដល់វត្តជួបនឹងលោកបងហើយក៏ឲ្យលោកបងឧទ្ទិសកុសលជូនទៅដល់ប្រែតនោះទៅចាំយើងសូមជូនរឿងបាមានពើដំណើរពីតាអ៊ុនដែលរស់នៅក្នុងភូមិតូចមួយគឺជាមនុស្សមិនចូលចិត្តធ្វើបុណ្យឡើយកាលពីក្មេងគាត់ប្រកបរបរកាប់គោលក់សាច់លុះវ័យចំណាស់បន្តិច